បងប្អូននៅខាងក្រៅក្នុងខ្ញុំឥឡូវនេះខ្ញុំកំពុងនៅលើភ្នំបាក់ខែងមើលថ្ងៃរះថ្ងៃនេះសៀមរាបអត់សូវជាក់ប៉ុន្មានទេតែ18 19ទេខាងក្រៅក្នុងខ្ញុំវ៉ាវយើងមើលទៅប្រៀបបីដូចជាវីដេអូ AI នេះមិនមែនជាវីដេអូ AI ទេគឺជាវីដេអូពិតតែម្ដងខ្ញុំបានងើបទៅមើលថ្ងៃរះនៅប្រាសាទបាក់ខែងវីដេអូនេះខ្ញុំថតពី3ថ្ងៃហើយខ្ញុំទុំអត់មានពេលផុសទៅផុសថ្ងៃនេះប៉ុន្តែទោះជាយ៉ាងណាក៏នៅតែមានថ្ងៃរះស្អាតហើយរដូវកាលខែនេះផងគឺយើងងាយនឹងមើលថ្ងៃរះបានស្រស់ស្អាតមែនតើហើយជាពិសេសនោះគឺយើងឡើងមកមើលថ្ងៃរះនៅលើភ្នំបាក់ខែងបងប្អូនភាគច្រើនតែងតែមើលថ្ងៃរះនៅប្រាសាទអង្គរវត្តយើងដើម្បីមើលចំកំពូលណាតែបងប្អូនអត់ចង់មើលចំកំពូលទេមើលថ្ងៃរះនៅចំប្រាសាទអង្គរវត្តអីយើងអាចមកឡើងប្រាសាទភ្នំបាក់ខែងដែរយើងអាចមើលពីលើទៅពិតជាស្រស់ស្អាតមែនតើហើយឥឡូវនេះគឺឃើញមានភ្ញៀវទេសចរគាត់មកលេងថតរូបថតអីគាត់មកមើលថ្ងៃរះទាំងខ្មែរទាំងបរទេសនេះហើយគឺជាថ្ងៃរះកំពុងតែងើបឡើងបន្តិចម្ដងហើយខ្ញុំជឿថាអ្នកដាក់ plan មកងើបមើលថ្ងៃរះនៅលើប្រាសាទបាក់ខែងណាគឺនឹងដាក់ប្រមាណដងទេវ៉ាវបងប្អូនថ្ងៃរះនៅលើភ្នំបាក់ខែងវ៉ាវស្អាតមែនទែនណាហើយនៅពេលព្រឹកព្រលឹមដែលយើងបានងើបមើលថ្ងៃរះហើយពិតជាស្រឡះខួរក្បាលល្អមែនទែនខ្ញុំធ្លាប់ដាក់ plan ជាច្រើនដងហើយដើម្បីមកមើលថ្ងៃរះប៉ុន្តែពេលខ្លះងើបមកពិបាកបន្តិចនៅពេលដែលយើងមកដល់ណាគឺឃើញថ្ងៃរះពិតជាស្រស់ស្អាតហើយនៅពេលព្រលឹមឡើងនេះបើយើងដាក់កាហ្វេដាក់ទឹកក្តៅមកផឹកទៀតណាគឺអែមហើយទៅមានប្លង់ថតរូបស្អាតជាច្រើនទៀតពីមុនមកដែលខ្ញុំធ្លាប់បានផុសហ្នឹងគឺខ្ញុំផុសវីដេអូនៅក្រោយគេហើយទៅពេលមេតិចផងយើងឡើងទៅពិតជាស្រស់ស្រាយហើយអត់បាញ់ញើសអត់អីទេល្មមតែយើងអាចទទួលយកបានណាហើយសម្រាប់ខេត្តសៀមរាបផងគឺសម្បូរទៅដោយថ្ងៃរះថ្ងៃលិចដែលយើងមើលស្អាតហើយខ្ញុំនឹងឡើងទៅមើលថ្ងៃរះនៅភ្នំក្រោមម្ដងឥឡូវនេះគឺខ្ញុំមកភ្នំបាក់ខែងដើម្បីមើលថ្ងៃរះហើយយើងអត់មានកម្រងអត់មានអីថាថ្ងៃរះស្អាតអីទេយើងមើលថាអូរដូវកាលកាលនេះហើយគឺអត់មានមេឃសតុំអីទេបងប្អូនមើលវីដេអូខាងមុខខ្ញុំគឺកំពូលប្រាសាទអង្គរវត្តពិតជាស្អាតមែនតើនៅពេលថ្ងៃរះអញ្ចឹងពេលដែលយើងថតពីលើភ្នំបាក់ខែងទៅពិតជាស្រស់ស្អាតខ្លាំងតែយើងថតរូបតែយើងថតវីដេអូអីហើយចំណែកវីដេអូប្លង់កន្លែងនេះគឺខ្ញុំពិតជាស្រឡាញ់ខ្លាំងមែនតើហ្មងដោយសារយើងចូលថតផឹកកាហ្វេអមដោយជាមួយ background ខាងក្រោយគឺយើងឃើញកំពូលប្រាសាទអង្គរវត្តតិចថាច្រឡំ AI មិនមែន AI ទេអរគុណច្រើនបងប្អូនចាំងើបមើលថ្ងៃរះទាំងអស់គ្នា